វីដេអូនេះយើងរៀបចំពិសេសជូនសម្រាប់ពុកម៉ែបងប្អូនដែលកំពុងមានបញ្ហាក្រពះពោះវៀននិងបញ្ហារដូងបាតបញ្ហារដូងបាតមានអាការៈដូចជាពិបាកបាត់ជើងមកមានឈាមបាត់ជើងមកមានលៀនសាច់ចេញមកក្រៅសាច់ខ្លះលឹកចូលវិញចំណែកឯដំណាក់កាលខ្លះមិនលឹកចូលវិញទេលិមួករឹងសំប៉ែតដាច់ដោយលិមួកទន្សាយឈឺត្រង់បរិវេណទ្វារបាតតែងតែមានសើមឬរមាស់ទ្វារបាតជាប្រចាំហូបមិនសូវបានសម្រានមិនសូវលក់អស់កម្លាំងលហិតលហើយដៃជើងអាការៈទាំងអស់នេះហើយបង្ហាញថាពុកម៉ែបងប្អូនកំពុងតែមានបញ្ហារដូងបាតហើយពិសេសមួយវិញទៀតគឺបញ្ហាក្រពះពោះវៀនដែលតែងតែបង្ហាញអាការៈដូចជាចុកឆ្អល់ភើជូររមូរក្នុងពោះចេញទឹកមាត់ច្រាវតែងតែរកក្អួតចង្អោរឈឺបោះដៃផុតឈឺកញ្ចឹងកហូបមិនសូវបានសម្រានមិនសូវលក់អាការៈទាំងអស់នេះហើយបង្ហាញថាពុកម៉ែបងប្អូនកំពុងមានបញ្ហាក្រពះពោះវៀនហេមរ៉យគឺជាអ្នកជំនាញដោះស្រាយបញ្ហាសុខភាពទាំងពីរខាងលើនេះបានប្រើត្រឹមតែរយៈពេលខ្លីពុកម៉ែបងប្អូននឹងឆាប់ដឹងពីប្រសិទ្ធភាពពីមុនគាត់ធ្លាក់ឈាមហូរឈាមដល់ពេលបានហូបថ្នាំហ្នឹងក៏លែងធ្លាក់លែងអីទៅបានធូរច្រើនអញ្ចឹងខ្ញុំទិញថែមមកកំប៉ុងទៀតឲ្យគាត់ហូបបាទដល់ពេលថែមមកកំប៉ុងទៀតចាប់ផ្ដើមរៀងរួញមកបន្តិចក៏ជឿជាក់ខ្លាំងមែនទេសុខភាពខ្ញុំឬដងបាតកាពះពោះវៀនធ្វើទុកបត់ជើងអត់បានហើយនឹងគេងអត់លក់ហើយនឹងចុកសៀតណែនអញ្ចឹងហ៎ចាហើយបងប្រើរយៈពេលប៉ុន្មានថ្ងៃមិនដឹងថាធូរខ្លួនហ្មងរយៈពេល7ថ្ងៃ7ថ្ងៃចាឥឡូវលេងធ្វើទុកហ៎បងកាពះលេងធ្វើទុកហ៎បងចូលបន្ទប់ទឹកបាត់ជើងធំបាទដល់បាត់ជើងធំមកឈាមសុទ្ធមកឈាមសុទ្ធសាក់មកកំប៉ុងបាទដល់ពេលសាក់ទៅវាយ៉ាងធូរមែនបាទដូចជាលេបបានប្រហែលថ្ងៃវាបាត់ឈាមនឹងបងខ្ញុំវាឈឺក្តៅពោះវៀនកាពះហ្នឹងធ្វើទុកអាសាហូបបានដល់ពេលអញ្ចឹងទៅវាអារឹសដូងហ្នឹងក៏ចុកចាប់ទៀតបោះដៃផុតក៏ឈឺហើយចុកដៃចុកជើងអញ្ចឹងដែរហើយឈឺក្បាលទៀតអារឹសដូងវាធ្វើទុកច្រើនមុខណាក្មួយដល់ពេលអញ្ចឹងទៅខ្ញុំហ្នឹងឃើញអ្នកចិត្តខាងគេហូបដល់ហូបទៅខ្ញុំសួរគេថាហូបត្រូវឲ្យគេថារឹសដូងអញ្ចឹងគេនិយាយមកត្រូវអាការៈរបស់ខ្ញុំណាដល់ពេលអញ្ចឹងខ្ញុំថាអញ្ចឹងជាវមកកំប៉ុងមើលទិញកំប៉ុងមកខ្ញុំហូបអស់កន្លះកំប៉ុងបានធូរហើយចុះបាត់ជើងទៅវាលែងឈាមហើយវាទន់ហ្នឹងហើយអាកាពះពោះវៀនហ្នឹងវាត្រជាក់ទៀតហើយសាច់ក៏ត្រជាក់ដែរខ្ញុំលែងប្រើប៉ានដល់តាំងពីខ្ញុំហូបអាហ្នឹងមកអស់កន្លះកំប៉ុងលែងហូបប៉ានដល់ហើយ